ជំរាបសួរអ្នកគ្រូខ្ញុំបានមកបង្ហាត់ទៅទៅនឹងការបង្រៀនសំណេរដោយប្រើប្រាស់ទៅនឹងមេរៀនក្នុងសភៅគឺការបង្រៀននៅថ្នាក់បឋមសិក្សាកម្រិតខ្ពស់ថ្នាក់ទី4បាទអញ្ចឹងខ្ញុំចូលតែម្ដងបាទពិសេសកូនៗទាំងអស់គ្នាឥឡូវយើងចូលដល់សំណេរកន្លែងសំណេរណាកូនអញ្ចឹងគ្រូថ្ងៃនេះយើងនឹងរៀនទៅទៅនឹងកខបាទកូនមើលជាមួយលោកគ្រូកូនឃើញអីលើក្តារខៀនទេបាទអញ្ចឹងកូនអានកូនមើលណាសំណេរបាទអញ្ចឹងកចូលតែងល្បះដោយប្រើពាក្យនិងរូបភាពខាងក្រោមបាទអញ្ចឹងវាមានអីគេខ្លះកូនបាទមានចំនួន3ទី1កុមារីចុចស្អីគេអាហ្នឹងបាទទី2គ្រូកៃឡាទី3ឆ្ងាយបាទណាអញ្ចឹងកូនមើលរូបភាពហ្នឹងមុននឹងកូនតែងល្បះហ្នឹងបានលុះត្រាតែកូនឆ្លើយទៅនឹងរូបភាពហ្នឹងណាកូនមើលគ្រូកៃឡាមិនអញ្ចឹងហីនេះជាគេកុមារីបាទតោះអញ្ចឹងទៅពេលដែលកូនតែងល្បះកូនមិនអាចចាក់ឆ្ងាយពីរូបភាពហ្នឹងទេណាកូនត្រូវតែតែងល្បះឲ្យស្របទៅនឹងរូបភាពហ្នឹងបាទតោះឥឡូវកូនមើលទៅមួយទៀតណាខចូលតែងល្បះនឹងពាក្យអីគេកូនបាល់បោះបាល់ទាត់ចោលឈូងវាយសីឲ្យបានមួយល្បះក្នុងមួយពាក្យបាទតោះអញ្ចឹងឥឡូវចង់ដឹងថាយ៉ាងម៉េចឥឡូវកូនទាំងអស់គ្នាសាកគិតមើលឥឡូវចូលមើលមកទីកឡើងវិញណាអញ្ចឹងកូនសាកតែងមើលកូនសាកគិតផ្លែតមើលបាទកុមារីបាទគាត់កំពុងធ្វើអ្វីកូនបាទតោះឥឡូវកូនមកមើលចម្លើយជាមួយលោកគ្រូទាំងអស់គ្នាអញ្ចឹងកុមារីបាទកុមារីកំពុងវឹកហាត់ការបោះបួលបាទអញ្ចឹងអានយល់គ្រូម្ដងទៀតកុមារីកំពុងវឹកហាត់ការបោះបួលតោះរឹងកូនអានដល់ខ្លួនឯងមើលបាទប្រកែទី2មើលកូនមើលគ្រូកៃឡាកូនមើលរូបភាពនេះប្រាប់គ្រូកៃឡាគាត់ធ្វើអ្វីកូនបាទឥឡូវកូនគិតជាដៃគូមើលបាទតោះឥឡូវអូខេអញ្ចឹងយើងទៀមទាត់ជាមួយលោកគ្រូទាំងអស់គ្នាទី2គ្រូកៃឡាកំពុងឈរមើលការបោះបួលរបស់កុមារីបាទត្រឹមត្រូវណាបាទគាត់តែងបានល្អតើឥឡូវកូនតើមើលទី3មើលឆ្ងាយអញ្ចឹងពាក្យឆ្ងាយនេះតើកូនគិតថាម៉េចជាមួយរូបភាពហ្នឹងកូនមុនមើលឆ្ងាយអីគេបាទគេនិយាយពីការបោះបួលអីចឹងទៅអញ្ចឹងប្រកាសជាបួលជារវាងកុមារីឆ្ងាយយ៉ាងម៉េចកូនគិតមើលអូតើឥឡូវទៀមទាត់ចម្លើយជាមួយលោកគ្រូទាំងអស់គ្នាបាទអញ្ចឹងកន្លែងបោះបួលនៅឆ្ងាយពីកន្លែងនាងឈរបោះបួលបាទអញ្ចឹងបើថាកន្លែងបោះបួលនៅឆ្ងាយពីកុមារីនឹងឯងណានៅឆ្ងាយអញ្ចឹងប្រើពាក្យឆ្ងាយអត់កូនបាទមានពាក្យឆ្ងាយណាតោះល្បះនឹងពាក្យបាល់ទាត់ចោលឈូងវាយសីឲ្យបានមួយល្បះក្នុងមួយពាក្យហ្នឹងណាតែឥឡូវកូនទៅមើលចម្លើយកូនចូលតែងនៅខ្លួនឯងមើលកូនសាក់តែងនៅខ្លួនឯងមើលបាល់ទាត់ចោលឈូងវាយសីកូនតែងមកផ្លែតមើលតាហើយណាកូនបាទតោះឥឡូវកូនទៅទៀមទាត់ជាមួយលោកគ្រូណាតើកូនតែងបានត្រឹមត្រូវដែរឬទេការតែងរបស់កូនណាតើឥឡូវកូនទៅមើលរៀងរាល់ល្ងាចខ្ញុំតែងតែលេងបាល់ទាត់ជាមួយមិត្តភ័ក្តិកូនឃើញមានពាក្យអីគេបាទពាក្យបាល់ទាត់កូនថាជាមួយលោកគ្រូតោះ1រៀងរាល់ល្ងាចខ្ញុំតែងតែលេងបាល់ទាត់ជាមួយមិត្តភ័ក្តិបាទក៏កូនអានដល់ខ្លួនឯងមើលតោះបាទបកកែមែនតើតោះឥឡូវកូនសាក់គិតទៅកាន់សំណួរទី2មើលពាក្យទី2គេបាទតោះឥឡូវកូនទៀមទាត់ចម្លើយបាទនេះនៅពេលបន់ចូលឆ្នាំខ្មែរប្រជាជននាំគ្នាលេងល្បែងប្រជាប្រិយដូចជាចោលឈូងបាទកូនឃើញមានពាក្យអីគេបាទពាក្យចោលឈូងបាទតោះឥឡូវកូនចូលរួមអានជាមួយលោកគ្រូនៅពេលបន់ចូលឆ្នាំខ្មែរប្រជាជននាំគ្នាលេងល្បែងប្រជាប្រិយដូចជាចោលឈូងកូនអានដល់ខ្លួនឯងបាទតោះអរគុណកូនឥឡូវជាចុងក្រោយកូនតើមើលគេនៅលំហាត់ចុងក្រោយគេកូនតែងពាក្យអីគេមិញចុងក្រោយគេគឺពាក្យបាទវាសីឧទាហរណ៍ថាលោកគ្រូនឹងប៉ារបស់លោកគ្រូទៅវាយសីអញ្ចឹងទៅអញ្ចឹងកូនអាចតែងល្បះបានច្រើនណាមិនចឹងហើយកូនតោះឥឡូវកូនសាក់តែងមើលតោះឥឡូវកូនទៀមទាត់ជាមួយលោកគ្រូមើល
ណាទី3នៅពេលទំនេរខ្ញុំតែងតែហាត់វាយសីបាទtôiឃើញមានពាក្យអីគេដែរវាយសីបាទតោះឥឡូវកូនជួយរួមអានជាមួយលោកគ្រូទី3នៅពេលទំនេរខ្ញុំតែងតែហាត់វាយសីកូនអានឲ្យខ្លួនឯងមើលបាទកែមែនតើកូនតែដៃឲ្យចាស់ខ្លួនឯងមើលបាទតោះយើងបញ្ចប់ដំណឹងអរគុណលោកគ្រូ